កាលណាដែលបងប្អូនស្ត្រីគាត់មានដុំនៅនឹងដោះគាត់ពិនិត្យទៅថាមានជាមហារីកដោះហើយប៉ុន្តែគាត់អត់ទទួលការព្យាបាលដុំហ្នឹងវាមិនមែនសន្តិភាពនៅមួយយើងអញ្ចឹងរហូតទេពេលណាមួយវានឹងវិវត្តនៅនឹងដោះយើងជាក់ស្ដែងហ្នឹងគឺវាវិវត្តទៅជាតបៅធំទៅជាទុះក្នុងករណីខ្លះអាចធំក្លិនខ្លាំងរហូតដល់អ្នកជុំវិញហ្នឹងគាត់នៅក្បែរយើងអត់កើតហ្នឹងក្នុងករណីដែលដុំហ្នឹងវាវិវត្តនឹងផ្ទាល់នៅនឹងសដន់ករណីមួយទៀតដុំមហារីកហ្នឹងវានឹងដាច់ទៅតាមសរសៃឈាមសរសៃទឹកល្ងីបន្ទាប់មកវាទៅតោងនៅសរីរាង្គផ្សេងទៀតដូចជាសួតដូចជាថ្លើមក្នុងករណីខ្លះអាចឈានទៅដល់ខួរក្បាលរបស់យើងទៀតអញ្ចឹងហើយវានឹងតោងកន្លែងណាវាចេញរោគសញ្ញាកន្លែងហ្នឹងវាតោងនៅថ្លើមឲ្យចេញជាខូចនៅកន្លែងថ្លើមតោងនៅសួតឲ្យយើងខូចកន្លែងសួតដកដង្ហើមអត់កើតតោងនៅខួរក្បាលឲ្យយើងអាចជាលក្ខណៈទន់ដៃទន់ជើងឬក៏ប្រកាច់ក្នុងករណីណាមួយអញ្ចឹងហើយអ្នកជំងឺកាលណាគាត់ឃើញមានដុំមហារីកនៅនឹងដោះដាច់ខាតគាត់គួរតែទទួលការព្យាបាលដោយគ្រូពេទ្យឯកទេសមហារីកព្រោះអីកាលណាគាត់ទុកដុំហ្នឹងវានឹងវិវត្តទៅដល់ពេលមួយគាត់ទោះជាគាត់ទទួលការព្យាបាលហើយក៏គាត់អាចត្រឡប់ទៅដូចដើមវិញ